ដែលទាំងជាមួយនឹងមិត្តភ័ក្តិរៀនវិទ្យាល័យនិងសាកលវិទ្យាល័យយើងជួបហើយឥឡូវយើងបែរអារម្មណ៍មកជួបជាមួយនឹង internet friend របស់យើងវិញម្ដងមើលខ្ញុំប្រាប់តរដងអញ្ចឹងពេលចេញក្រៅកុំភ្លេចប្រើជាមួយនឹង sunscreen ណាហើយប្រើពីម្រាមដៃលាបឲ្យស័ព្ទទាំងមុខទាំងកហើយនេះគឺជា outfit check របស់ខ្ញុំ get ready ហើយចាំការទៀត go now go បដ ாய்  finally ពួកយើងមកដល់ហាងកាហ្វេហើយពួកយើងក៏បានធ្វើការ order ជាមួយនឹងកាហ្វេហើយនឹង breakfast របស់ពួកយើងរៀងខ្លួនហើយយើងដើរទៅរកកន្លែងអង្គុយជុំគ្នាឃើញ internet friend របស់ខ្ញុំប៉ុណ្្នឹងហីមកខ្ញុំ introduce អ្នកនរស្គាល់ហ្មងអញ្ចឹង she is Sothia ដែលមាន AKA ថាកូនពូហ៊ីអ្នកនរប្រកាសជាស្គាល់គាត់តាមរយៈពូហ៊ីហើយតែគាត់កាលមុនឧស្សាហ៍ធ្វើមួយឆាឲ្យពូហ៊ីញ៉ាំហើយបើសិនជាសួរថាពួកខ្ញុំស្គាល់គ្នាតាមណាមកខ្ញុំប្រាប់ទៀតតាមពិតទៅ internet friend របស់ខ្ញុំមិនមែនតែសុធាគឺមានថែម2នាក់ទៀតសរុបទាំងអស់គឺ3នាក់ដោយសារតែថ្ងៃហ្នឹងគឺខ្ញុំណាត់បានតែសុធាមកទេពួកខ្ញុំបានជួបគ្នានៅ private event មួយនៅឆ្នាំ2024នៅខែ11ដែល event ហ្នឹងរឿងធំដែរហ្នឹងណា private event ទៀតដោយសារតែការ enjoy ជាមួយនឹង private event ហ្នឹងឯងទៅធ្វើឲ្យពួកខ្ញុំស្គាល់គ្នាហើយបង្កើតបានទៅជា friendship ដល់រាល់ថ្ងៃហ្នឹងតែណាពួកខ្ញុំស្គាល់គ្នាតាំងឆ្នាំ2024មកដល់ឥឡូវទៅតែជួបគ្នាបានដើរលេងជាមួយគ្នាលើកទី1ហ្នឹងឯងព្រោះដោយសារតែម្នាក់មានការលវរៀងខ្លួនចុងក្រោយចង់ប្រាំថាចេះបើសិនជាបានជួបមនុស្សល្អហើយសូមថែរក្សាជាមួយនឹង friendship ហ្នឹងឲ្យគង់វង្សផង